ក៏ Roseland នេះគ្មានអីល្អទេកន្លះក៏អន់ចរិត fan គុណខ្មែរយើងលើកដំកើងគាត់មិនបានជួយអីដល់គុណខ្មែរយើងវិញហើយអាចនឹងបង្កើតបាតុភិបមិនល្អវាយប្រហារធឿនតារាបើយើងនិយាយទៅថាឈ្នះដោយខ្មោចឲ្យតែបាទសួស្តីបងប្អូនបន្ទាប់ពីផ្ដួលធឿនតារាទឹកទី1បាទបន្តខ្វាយមេធីមរឿងសុភ័ណ្ឌទឹកទី1ឥឡូវនេះ Roseland ដូចជាថ្លើមដុសមមីសអីបាទសួរថាអ្នកណាជាអ្នកបន្ទាប់នៅក្នុងសង្វៀនគុណខ្មែររបស់យើងបាទសម្រាប់ខ្ញុំមិនបាច់យកមកទៀតទេប្រភេទកីឡាករដូច Roseland នេះកីឡាករ Roseland នេះគ្មានអីល្អទេទាំងបច្ចេកទេសហើយនិងអត្តចរិតបាទ Roseland នេះជាប្រភេទកីឡាករដែលក្រអឺតក្រទួមបាទថ្ងៃក្រោយល្បីល្បាញដោយសារគុណខ្មែរថ្ងៃក្រោយ fan គុណខ្មែរយើងលើកដំកើងគាត់មិនបានជួយអីដល់គុណខ្មែរយើងវិញហើយអាចនឹងបង្កើតបាតុភិបមិនល្អវាយប្រហារបាទក្នុងរូបភាពដែលមិនចំណេញមិនល្អដល់គុណខ្មែរយើងទៀតប្រភេទកីឡាករនេះបងប្អូនបាទអត់ចំណេញទេមិនបាច់យកមកទេបាទហើយបើនិយាយទៅការប្រកួតជាមួយនឹងមេធីមរឿងសុភ័ណ្ឌខ្ញុំគិតថាបងប្អូនមួយចំនួនដែលគាត់ហាក់បីដូចជាយល់ថាជ័យជំនះហ្នឹងគួរទៅដល់ឲ្យ Roseland បើផ្ដល់ឲ្យយ៉ាងម៉េចបើគាត់ទៅវាយគេពីក្រោយណាខ្ញុំអត់និយាយតែរឿងថាធ្ងន់ឬស្រាលអីទេវាយគេហក់ម៉ាត់គាត់ដាច់ចំហទៅអស់តើនឹងសង្វៀនគាត់អត់ដាក់គេផាត់ហ្មងណាអត់មានថាចំហអីកំពុងណាចាប់ប្រាំងអត់ជាប់អីកំពុងវាយអីថែមអីណាបាទគឺគាត់មិនឈរទៅដាក់គេគោលបំណងរបស់គាត់គឺរំលោភលក្ខន្តិកនៃការប្រកួតទេបាទឲ្យបងប្អូនថាអូនៅស្រុកគេវាយបាននៅស្រុកនេះវាយបានដល់ដោយតែគាត់លើកឡើងនិយាយអញ្ចឹងណាអានោះស្រុកគេនេះស្រុកខ្មែរនេះសង្វៀនគុណខ្មែរនេះគុណខ្មែរបាទអត់អាចយកលក្ខន្តិកៈបទបញ្ជានៃការប្រកួតសង្វៀនណាមកបំពាក់នៅស្តង់ដារសង្វៀនយើងឯងព្រោះមុនដែលចាប់ដើមវាយណាអាញាកដៃគេហាមកទល់មុខគ្នាហើយបាទគឺគេប្រាប់ហើយបាទហាមពុះកែងពីលើលាក្បាលបាទហាមបែងជើងផ្ដួលហាមវាយពីក្រោយចឹងទៅដែរវាប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ហានិភ័យខ្ពស់បាទអញ្ចឹងគឺគេមុនចាប់ដើមគេប្រាប់លក្ខន្តិកៈហ្នឹងហើយគាត់ទៅវាយគេពីក្រោយចង់មិនចង់ស្រាលឬធ្ងន់កម្រិតណាហើយគឺគាត់ខុសហើយបងប្អូនបាទបងប្អូនមួយចំនួនគាត់ថាអូស្រាលចឹងមិនសមសន្លប់បើវាយប៉ុណ្ណឹងមិនក៏សន្លប់អានេះវាជាការគិតរបស់បងប្អូនហើយយើងក៏មិនមែនមេធីមរឿងសុភ័ណ្ឌដែរថាតើមួយដៃហ្នឹងវាស្រាលឬធ្ងន់កម្រិតណាព្រោះកង់ចេញមករៀមហើយវាយទៅតំបន់នេះបងប្អូនដឹងតំបន់សិតតំបន់ប្រព័ន្ធប្រសាទរបស់សិតសរសៃពីក្រោយនេះអញ្ចឹងសម្រាប់ការគិតរបស់ខ្ញុំក៏យល់ថាមួយដៃហ្នឹងវាអត់មកទំហឹងមនុស្សចាស់ដែរប៉ុន្តែដូចម៉ូតូអញ្ចឹងបងប្អូនដួលទៅហើយបើវាចកហើយនៅជិះទៅមុខបានប៉ុន្តែវាចកហើយណាអានេះខ្ញុំឧទាហរណ៍នៃធៀបអញ្ចឹងជួនកាលរឿងសុភ័ណ្ឌអត់មួយដៃហ្នឹងក៏អត់ស្លប់អត់ម៉ាំងភ្លឹងទៅហ្មងប៉ុន្តែគាត់គិតថាគាត់ត្រូវក្នុងបញ្ហាណាមួយស្ថានភាពណាមួយដែលពិបាកបន្តការប្រកួតវាជាការសម្រេចចិត្តរបស់គាត់បាទអញ្ចឹងបើសិនជាបងប្អូនអូរឿងសុភ័ណ្ឌប្រឹងមកវាយមកប៉ុណ្ណឹងមិនស័កសមថាដេកទៅទេតើសួរថាយុទ្ធធម៌សម្រាប់គាត់ដែរអត់បើយុទ្ធធម៌សម្រាប់គាត់ដែរអត់ដែលគេមកវាយទៅគាត់បាត់បង់អាសក្តានុពលរបស់គាត់ 100% បាត់ហើយណាអានេះខ្ញុំអត់និយាយកាត់ថារឿងសុភ័ណ្ឌគាត់ធ្វើពុតឬក៏រឿងសុភ័ណ្ឌគាត់ត្រូវមែនទេខ្ញុំនិយាយលក្ខខណ្ឌដែលស្ថានភាពដែលយើងឃើញជាក់ស្ដែងណាហើយ 100% គឺ Roseland គាត់ខុសណាបើគាត់ទៅវាយគេពីក្រោយបាទគាត់ទៅវាយគេពីក្រោយវាមិនមែនជាចំហក្នុងការបដូរគ្នាទៅមកដាក់ទៅ trade ឲ្យជ្រុលដៃទៅព្រោះថាវាលឿនពេកចាប់ប្រាំមិនជាប់អីណាបាទគាត់ទៅវាយគេខុសហើយអញ្ចឹងគាត់អត់ទទួលកំហុសខ្លួនឯងទេគាត់ទៅចេញវីដេអូមួយដែលនៅតែអះអាងថាអូជ័យជំនះនឹងសមតបានមកគាត់បើវាយបហាកម្មវិធីបើកីឡាករខ្មែរយើងអញ្ចឹងទៅឲ្យសួរមុខអ្នកបន្តអីទៀតមិនបាច់យកមកទៀតទេប្រភេទកីឡានេះកីឡាករក្រអឺតក្រទួមបងប្អូនបាទហើយសម្រាប់ខ្ញុំ Roseland នេះគ្មានអីល្អទេបើគ្មានអីល្អទេនិយាយអញ្ចឹងថាបងប្អូនជួយអត់អីល្អវាយធឿនតារាសន្លប់2ដងវាយមេធីមរឿងសុភ័ណ្ឌសន្លប់ម្ដងទៀតឥឡូវបងប្អូនមើលបច្ចេកទេសគាត់ឡើងវិញទៅវាយជាមួយធឿនតារាហ្នឹងថយបាទអញ្ញាកដាប្រមានរហូតទេវាយជាមួយមេធីមរឿងសុភ័ណ្ឌកាលពី2ឆ្នាំមុនលើកទី1បាល់គ្រូម៉ាក់សមឿនប្រមាន2ដងទឹក1ទឹក2ប្រមានរហូតថយបាទថយទប់អល់ទេអត់មានល្អទេបាទហើយវាយជាមួយមេធីមការរឿងសុភ័ណ្ឌការទី1សម្រាប់ខ្ញុំគឺរឿងសុភ័ណ្ឌគាត់ឈ្នះសម្រាប់ខ្ញុំណាបើរឿងសុភ័ណ្ឌឈ្នះចូលរឿងសុភ័ណ្ឌអត់ចុះទេបាទចូលមិនសូវចុះទេហើយធឿនតារាក៏ដូចគ្នាបាទធឿនតារាបើយើងនិយាយទៅថាក្បាច់ខ្មោចឲ្យឈ្នះដោយខ្មោចឲ្យតែបងប្អូនមួយចំនួនគាត់អាចថាខ្មោចឲ្យស្អីខ្មោចឲ្យមិនក៏សន្លប់ខ្មោចដល់អាសាមិនមកដល់ឲ្យគេរហូតចឹងបច្ចេកទេសហ្នឹងវាថាវាចៃដន្យវាថាសំណាងគូផ្សំបងប្អូនបាទលក្ខណៈទៅដូចប៉ុណ្ណឹងម៉ូតូបើកមកសមត្ថភាពលបឿនប្រហាក់ប្រហែលគ្នាប៉ុន្តែចៃដន្យអីធឿនតារាគាត់មានដុំថ្មពីមុខមួយកិនកលាច់ដល់វាដួលបាទវាអញ្ចឹងណាបាទហើយបើថាបច្ចេកទេសមើលស្នៀតមើលអីទៅខ្ញុំគិតថាមិនទៅរួចជាមួយធឿនតារាទេគាត់ថាមិនធ្វើម៉េចវាសំណាងវាគួបផ្សំគាត់អញ្ចឹងណាបងប្អូនថាផ្លត់បាទអត់មានអីល្អទេបើប្រភេទកីឡាករនេះបើយើងលើកដំកើងកាន់តែខ្លាំងហើយក្រោយទៅ
បាទនាំទុកដល់គុណខ្មែររបស់យើងទេអញ្ចឹងសម្រាប់ Roseland នេះបើសិនជាចិត្តខ្ញុំស្ថានីយ៍ទូតមិនបាច់យកគាត់មកទៀតទេបាទមិនបាច់អើពើមិនបាច់ខ្វល់ខ្វាយជាមួយនឹងគាត់ទេបាទហើយសម្រាប់ខ្សែក្បាត់របស់មេធីមរឿងសុផាន់គាត់បាននិយាយគាត់មិនចង់បានទេបាទក្រោយការប្រកួតហ្នឹងណាអញ្ចឹងចិត្តខ្ញុំហ្មងណាមេធីមរឿងសុផាន់អាចខ្សែក្បាត់ហ្នឹងមិនបាច់យកទេបាទផ្ដល់ដល់ឲ្យកម្មវិធីដល់ស្ថានីយ៍វិញបាទឲ្យកីឡាករខ្មែរយើងណាដែលឡើងជើងគីឡូបាទថ្មីយើងឡើងជើងខ្លាំងគាត់វាយយកហ្មងបាទគាត់វាយយកខ្សែក្បាត់ហ្នឹងហ្មងណាឲ្យ2នាក់ដែលខ្មែរយើងរស់ចិត្តបែបខ្មែរហ្នឹងដែលល្អបងប្អូនគិតថាល្អហើយដូចមិនដែលបានជួបគ្នាខ្សែក្បាត់ហ្នឹងមេធីមដាក់ឲ្យកម្មវិធីវិញឲ្យវាយទៅដើមយកបណ្ដោយទៅមិនតែខ្វល់ជាមួយ Roseland Roselow អីទេបាទកីឡាករប្រភេទនេះគឺឲ្យថាអន់ចរិតកីឡាករអន់ចរិតបាទកាន់តែយើងលើកតម្កើងថ្ងៃក្រោយទៅកាន់តែវាយបហាយើងបើអត់មានចំណេញអីទេបងប្អូនបាទអញ្ចឹងបំភ្លេចទៅ Roseland